ទូរទស្សនិកជនសហភាពអឺរ៉ុបបានដាក់ពិន័យលើក្រុមហ៊ុន Apple និងក្រុមហ៊ុន Meta ចំពោះការបំពានច្បាប់ទីផ្សារ Digital សហភាពអឺរ៉ុបបានដាក់ការផាកពិន័យលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Meta ពីបទបំពានច្បាប់របស់សហភាពអឺរ៉ុបដែលបានតាក់តែងឡើងដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងទីផ្សារ Digital គណៈកម្មការអឺរ៉ុបបានប្រកាសចំណាត់ការនេះកាលពីថ្ងៃពុធដែលនិយាយថាក្រុមហ៊ុនទាំងពីរមិនបានអនុវត្តតាមច្បាប់ទីផ្សារ Digital ទេអឺរ៉ុបបាននិយាយថាក្រុមហ៊ុន Apple បានបំពានច្បាប់ព្រោះក្រុមហ៊ុនបានរឹតបន្តឹងឱកាសរបស់អ្នកបង្កើតកម្មវិធីក្នុងការផ្ដល់ជូនអតិថិជនតាមរយៈបណ្ដាញចែកចាយនៅខាងក្រៅកម្មវិធី App Store របស់ខ្លួនគណៈកម្មការបាននិយាយថាក្រុមហ៊ុន Meta នឹងអនុវត្តតាមព្រោះតែក្រុមហ៊ុននេះតម្រូវឲ្យអ្នកប្រើប្រាស់ព្រមព្រៀងលើការបញ្ចូលទិន្នន័យផ្ទាល់ខ្លួនសម្រាប់ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនឬបង់ថ្លៃជាវសម្រាប់សេវាកម្មគ្មានការផ្សាយពាណិជ្ជកម្មគណៈកម្មការបាននិយាយថាខ្លួនបានពិន័យក្រុមហ៊ុន Apple ចំនួន500លានអឺរ៉ូស្មើនឹង570លានដុល្លារនិងក្រុមហ៊ុន Meta ចំនួន200លានអឺរ៉ូឬប្រហែលនឹង230លានដុល្លារអាមេរិកនេះជាលើកទី1ហើយដែលសហភាពអឺរ៉ុបបានដាក់ការផាកពិន័យផ្អែកលើច្បាប់ដែលបានចូលជាធរមានពេញលេញកាលពីខែមីនាឆ្នាំមុនច្បាប់នេះអនុញ្ញាតឲ្យគណៈកម្មការពិន័យក្រុមហ៊ុននានាដែលមិនអនុវត្តតាមច្បាប់រហូតដល់ 10% នៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុនមន្ត្រីក្រុមហ៊ុន Meta បាននិយាយថាគណៈកម្មការអឺរ៉ុបកំពុងព្យាយាមរារាំងអាជីវកម្មអាមេរិកដែលទទួលបានជោគជ័យហើយកំពុងបង្ខំឲ្យក្រុមហ៊ុន Meta ផ្លាស់ប្ដូរគំរូអាជីវកម្មរបស់ខ្លួនក្រុមហ៊ុនបាននិយាយបន្ថែមថាគណៈកម្មការក៏កំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនិងសេដ្ឋកិច្ចរបស់អឺរ៉ុបផងដែរ